អធិដ្ឋានផ្សងជួបមនុស្សល្អមានចិត្តធម៌និងមេត្តាករណាផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកមិនដឹងថាជានឹងបានជួបនៅពេលណានោះទេប៉ុន្តែនៅក្នុងគណៈពេលនេះក៏សូមផ្សងជួបទៅនឹងមនុស្សល្អៗនៅពេលខាងមុខទៀតហើយក៏សង្ឃឹមថាមនុស្សដែលនឹងជួបសង្ឃឹមថាមានចិត្តនិងការសន្តោសប្រោះប្រណីដូចគ្នាមានសទ្ធាដូចគ្នាមានការបំពេញបុណ្យបំពេញកុសលដូចគ្នាព្រមទាំងមានការស្រឡាញ់ការចែកទានការលះទៅនឹងសេចក្តីកំណាញ់ព្រមទាំងសទ្ធាបុគ្គលដែលមានសទ្ធាដូចគ្នានោះមនុស្សដែលបានធ្វើអ្វីដូចគ្នានោះទោះបីជាយើងមិនបានផ្សងគោលទង្វើទាំងអស់នោះនឹងប្រាថ្នាជួបទៅនឹងមនុស្សដូចគ្នានោះដែរឲ្យតែយើងមាននៅចិត្តនិងសទ្ធាព្រមទាំងការលះបង់ឲ្យដូចគ្នានោះការផ្សងនិងសេចក្តីប្រាថ្នារបស់យើងក៏គង់តែនឹងបានសម្រេច